ការគេងមិនគ្រប់គ្រាន់ sleep deprivation គឺជាស្ថានភាពដែលរាងកាយមិនទទួលបានការសម្រាកក្នុងរយៈពេលគ្រប់គ្រាន់តាមតម្រូវការដែលជាទូទៅមនុស្សពេញវ័យគួរគេងឲ្យបាន7ទៅ9ម៉ោងក្នុងមួយយប់ខាងក្រោមនេះគឺជាការរៀបរាប់ពីផលប៉ះពាល់និងសញ្ញានៃការគេងមិនគ្រប់ 1. ផលប៉ះពាល់ភ្លាម short term effects ស្មារតីចុះខ្សោយធ្វើឲ្យអ្នកងាយភ្លេចភ្លាំងមិនសូវមានការផ្ដោតអារម្មណ៍ concentration និងពិបាកក្នុងការសម្រេចចិត្តការប្រែប្រួលអារម្មណ៍ងាយនឹងឆាប់ខឹងមួម៉ៅតានតឹងក្នុងចិត្តឬមានអារម្មណ៍បាក់ទឹកចិត្តតិចតួចងុយគេងខ្លាំងនៅពេលថ្ងៃអាចបង្កគ្រោះថ្នាក់ខ្លាំងប្រសិនបើអ្នកបើកបរឬបញ្ជាម៉ាស៊ីនធុនធ្ងន់ 2. ផលប៉ះពាល់រយៈពេលវែង long term effects ប្រសិនបើការគេងមិនគ្រប់ក្លាយជាទម្លាប់រ៉ាំរ៉ៃវាអាចបង្កជាជំងឺធ្ងន់ធ្ងរដូចជាប្រព័ន្ធការពាររាងកាយចុះខ្សោយធ្វើឲ្យអ្នកងាយនឹងឆ្លងជំងឺផ្សេងជាពិសេសផ្ដាសាយបញ្ហាបេះដូងបង្កើនហានិភ័យនៃជំងឺលើសឈាមជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលការឡើងទម្ងន់ការគេងមិនគ្រប់ធ្វើឲ្យអរម៉ូនគ្រប់គ្រងការឃ្លានមានទល់ឲ្យភាពមិនល្អដែលនាំឲ្យអ្នកញ៉ាំច្រើនជាងធម្មតាជំងឺទឹកនោមផ្អែមប៉ះពាល់ដល់កម្រិតអាំងស៊ុយលីនក្នុងឈាម 3. សញ្ញាដែលបញ្ជាក់ថាអ្នកកំពុងគេងមិនគ្រប់ប្រើរយៈពេលយូរដើម្បីភ្ញាក់ពីគេងទោះមានម៉ោងរត់ក៏ដោយងុយគេងខ្លាំងនៅពេលរសៀលឬពេលអង្គុយស្ងៀមមានរង្វង់ភ្នែកខ្មៅឬភ្នែកឡើងក្រហមត្រូវការញ៉ាំជាតិកាហ្វេអ៊ីនកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងជាប្រចាំដើម្បីឲ្យមានកម្លាំងវិធីសាស្ត្រដើម្បីទទួលបានការគេងដែលមានគុណភាពកំណត់ម៉ោងគេងឲ្យបានច្បាស់លាស់ចូលគេងនិងក្រោកពីគេងឲ្យចំម៉ោងដែលជារៀងរាល់ថ្ងៃកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកគួរឈប់ប្រើទូរស័ព្ទឬកុំព្យូទ័រយ៉ាងតិច30នាទីមុនគេងបរិយាកាសបន្ទប់រៀបចំបន្ទប់ឲ្យងឹតស្ងប់ស្ងាត់និងមានសីតុណ្ហភាពត្រជាក់ល្មមជៀសវាងជាតិកាហ្វេអ៊ីនកុំញ៉ាំកាហ្វេនៅពេលល្ងាចឬយប់ជ្រៅក្រៅពីផលប៉ះពាល់លើសុខភាពរាងកាយនិងស្មារតីដែលបានរៀបរាប់ខាងលើការគេងមិនគ្រប់នៅមានផលវិបាកបង្កប់មួយចំនួនទៀតដែលយើងជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ 1. ប៉ះពាល់ដល់សម្រស់និងស្បែក Beauty Sleep ភាពចាស់ជាងវ័យនៅពេលយើងគេងមិនគ្រប់រាងកាយបញ្ចេញអរម៉ូនស្ត្រេសម្យ៉ាងឈ្មោះ cortisol កាន់តែច្រើនអរម៉ូននេះនឹងទៅបំផ្លាញ collagen ដែលធ្វើឲ្យស្បែកបាត់បង់ភាពយឺតរួញជ្រីវជ្រួញនិងមើលទៅស្លេកស្លាំងភ្នែកហើមនិងស្លក់វាកើតឡើងដោយសារការដក់ជាតិទឹកនិងការរីកសរសៃឈាមនៅក្រោមស្បែកភ្នែក 2. ប៉ះពាល់ដល់សមត្ថភាពការងារនិងការចងចាំការចងចាំរយៈពេលខ្លីខួរក្បាលត្រូវការការគេងដើម្បីកត់ត្រាអ្វីដែលយើងបានរៀននៅពេលថ្ងៃចូលទៅក្នុងអង្គចងចាំបើមិនបានគេងខួរក្បាលនឹងពិបាករក្សាទុកព័ត៌មានថ្មីភាពច្នៃប្រឌិតធ្លាក់ចុះអ្នកនឹងមានអារម្មណ៍ថាគិតអ្វីមិនចេញឬពិបាកដោះស្រាយបញ្ហាដែលស្មុគស្មាញ 3. បាតុភូតគេងលក់មួយភពភ្នែក Microsleep នេះគឺជាគ្រោះថ្នាក់បំផុតវាគឺជាស្ថានភាពដែលអ្នកគេងលក់ដោយមិនដឹងខ្លួនរយៈពេលពី2ទៅ3វិនាទីទោះបីជាអ្នកកំពុងបើកភ្នែកក៏ដោយវាច្រើនតែកើតឡើងនៅពេលយើងធ្វើការងារដែលដដែលដូចជាការបើកបរឬអង្គុយស្ដាប់មេរៀនដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន 4. ប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនដោយសារការគេងមិនគ្រប់ធ្វើឲ្យអារម្មណ៍ប្រែប្រួលងាយឆាប់ខឹងអ្នកអាចនឹងនិយាយសម្ដីមិនល្អទៅកាន់មិត្តភក្តិគ្រួសារឬមិត្តរួមការងារដោយអចេតនាដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គម 5. ការយល់ដឹងពីស្ថានភាពជុំវិញចុះខ្សោយ Spatial Awareness អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាឆ្កងដើរទង្គិចនេះទង្គិចនោះឬកាន់របស់របរជ្រុះជាដើមព្រោះការបញ្ជារបស់ខួរក្បាលទៅកាន់សាច់ដុំមានភាពយឺតយ៉ាវសរុបមកការគេងមិនមែនគ្រាន់តែជាការសម្រាកភ្នែកនោះទេប៉ុន្តែវាគឺជាការជួសជុលប្រព័ន្ធគ្រប់យ៉ាងនៅក្នុងខ្លួនប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងចាប់ផ្ដើមភ្លេចភ្លាំងច្រើនឬឆាប់មួម៉ៅការដោះស្រាយដែលល្អបំផុតមិនមែនជាការញ៉ាំកាហ្វេថែមទេប៉ុន្តែគឺការបិទភ្នែកគេងឲ្យបានស្កប់ស្កល់